គឺការជួបជុំគ្នារបស់យើងនៅក្នុងថ្ងៃនេះគឺបញ្ជាក់ថាពេលដែលប្រទេសកម្ពុជាមានការគំរាមកំហែងប្រជាជាតិខ្មែរនឹងមិននៅស្ងៀមនោះទេយើងនឹងងើបឈរដោយស្មារតីរួមគ្នាយើងមិនមែនដើរតែម្នាក់ឯងនោះទេគឺយើងដើររួមគ្នាតែមួយជាមួយអតីតកាលដើរជាមួយកិត្តិយសនិងឆ្ពោះទៅរកអនាគតនៃសុចរិតភាពនិងភាពស្របច្បាប់របស់យើងសំឡេងសាមគ្គីមួយនេះគឺជាសំឡេងនៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងជួរមុខដែលកំពុងតែឈប់បំរុងដើម្បីការពារជាតិឲ្យអស់ពីកម្លាំងចិត្ត